មើរទាំងអស់គ្នាមើលអូនឡាននេះក៏ពិតខ្លាំងនៅសម្រាប់អូនឡានមួយនេះគឺខ្លាំងណាបងប្អូនហ្នឹងមិនក៏ពិតតិចតួចទេនេះបងប្អូនប្រឌិតមើលភ្លីអត់មានភ្លីទេណាគឺផុងភ្លីបាក់ទៅអស់ហើយកន្លែងនេះក៏កាច់ខ្លាំងគួរសមដែរបងប្អូនចាំបណ្ឌិតលទ្ធផលនៅចុងវីដេអូព្រោះខាងអូនចូលចិត្តតែក៏ពិតខ្លាំងអញ្ចឹងឯងបើថាក៏ពិតតិចតួចស្រាខាងអូនអត់ថតបង្ហាញដាក់ចូលក្នុងเพจអូនទេខាងអូនដាក់បង្ហាញគឺនៅក្នុងเพจអូនគឺតើតែពិតខ្លាំងដាបចឹងមកខាងអូនថតបង្ហាញដាក់នៅក្នុងเพจខាងអូនដោយប្រាប់អ្នកការងារយកមកណែនក្រាស់ហើយដោយសារអីភ្ញៀវបញ្ញាប់ដោយថាគាត់ធ្វើឡានឲ្យស្អាតឲ្យបានមុនជុំតែពេលចឹងគាត់យកមកណែនក្រាស់ហើយប៉ុន្តែចំណុចតែសំខាន់ជាងគេគឺបងអូនចង់បង្ហាញឡានមួយគ្រឿងហ្នឹងគឺវាមានបញ្ហាក៏ពិតខ្លាំងនេះគឺកាច់សាច់បាក់តំណងអស់ហើយខាងអូនហ៊ានទទួលធ្វើលក្ខណៈដូចថាគាត់នេះខាងអូននឹងពលាឆ្នាំជិនឲ្យគាត់បាន100%ពេលដល់តោនហើយឆ្នាំជិននៅដដែលអត់មានយកឡានបងអូនយកទៅបាញ់ឆ្នាំហើយបានយកមកថតរីវីយូឲ្យបងអូនមើលថាខាងអូនបានតោនស្ងួតស្មើស្អាតអត់ទេគឺការងារតោនស្ងួតហើយប្រាក់តាឆ្នាំជិនឲ្យបាន100%បងអូនខ្ញុំតាមដាននៅចុងវីដេអូខាងអូននឹងដាក់បង្ហាញឡានមួយគ្រឿងនេះនៅក្នុងចុងវីដេអូអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ឡានមួយគ្រឿងនេះនៅក្នុងដើមវីដេអូខាងបងប្អូនបានថតបង្ហាញឡានមួយគ្រឿងនេះនៅក្នុងដើមវីដេអូឲ្យបងប្អូនទាំងអស់គ្នាបានឃើញឥឡូវនេះគឺខាងបងប្អូនបានរៀបចំតោនស្ងួតឡើងមកវិញស្មើស្អាតមកវិញហើយបងប្អូនទាំងអស់គ្នាបណ្ឌិតមើលជាមួយបងប្អូនបន្តិចថាពេលតែខាងបងប្អូនតោនហើយបានប្រមាណ%មកអូនមកឲ្យគៀកតិចមកឲ្យថតឲ្យគាត់មើលបងប្អូនបណ្ឌិតមើលទាំងអស់គ្នាថាពេលតែតោនមកបានប្រមាណ%សម្រាប់បងប្អូនគឺឡានមួយគ្រឿងនេះខាងបងប្អូនបានតោនស្ងួតឡើងមកវិញស្អាតរក្សាទឹកថ្នាំសិនបាន100%ហើយឡានមួយគ្រឿងនេះខាងបងប្អូនអាចមើលទៅថាវាចូលប្រហែលជាខ្ទង់90%មកវិញវាតាមត្រង់ត្រីដើមពីដំបងឡានមួយគ្រឿងនេះគឺកំពិតខ្លាំងណាស់ឥឡូវខាងបងប្អូនឡើងមកវិញអស់ហើយថ្នាំសិនរបស់បងប្អូនដែលយកឡានមកតោនកន្លែងបងប្អូនគឺនៅដដែលអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាមានបញ្ហាឡានដែលកំពិតចង់យកឡានមកតោនស្ងួតនៅកន្លែងបងប្អូនដើម្បីរក្សាទឹកថ្នាំសិនដោយឡានមួយគ្រឿងហ្នឹងអញ្ចឹងអាចតាក់ទងមកខាងបងប្អូនបានឬក៏ថតជាវីដេអូឬក៏រូបភាពផ្ញើចូលเพจខាងបងប្អូនបានអរគុណច្រើនដែលបានតាមដានវីដេអូខាងបងប្អូន